ត្រូវបោះតង់មួយយប់នៅអូពងរងដោយស្វែងរកអាហារនៅក្នុងព្រៃដើម្បីធ្វើម្ហូបចង់ដឹងថាបរិយាកាសនៅពេលយប់វាយ៉ាងណាដែរតោះទៅទស្សនាវីដេអូនេះពេញទាំងអស់គ្នាសួស្តីអ្នកគ្នាស្វាគមន៍សាជាថ្មីមកកាន់វីបលទាំងអស់គ្នាបាទនៅថ្ងៃនេះខ្ញុំមកបោះតង់នៅរមណីយដ្ឋានអូពងរងមួយយប់នេះយើងសម្រេចថាបោះតង់នៅកន្លែងនេះបាទអញ្ចឹងនេះគឺផ្នែកកណ្ដាលគេហើយខាងនេះគឺទឹកហើយខាងនោះគឺទឹកចឹងនេះគឺនៅផ្នែកកណ្ដាលគេយើងនឹងបោះតង់នៅកន្លែងនេះវាមានខ្សាច់អញ្ចឹងដោយសារវាមានខ្សាច់ស្មើផងអីផងហើយយើងមានដើមឈើស្រាប់ចង់រឹងចង់អីងាយស្រួលផងដែរអញ្ចឹងតោះឲ្យសកម្មភាពបន្តទៀតកន្លែងនេះបងគាត់ទៅចុះម៉ូតូទៅចំកន្លែងខ្សាច់ឯណាមានណាបាសជើងជ្រងតែម្ដងលើកតែឯងគឺលើកអត់រួចនោះទេអញ្ចឹងតោះទៅហៅគ្នាមកជួយលើកពេលដែលមកដល់កន្លែងហើយក៏ចាប់ផ្ដើមនាំគ្នារៀបចំកន្លែងដែលត្រូវបោះតង់នឹងឯងខ្លះក៏រៀបតុអង្គុយទៅខ្លះទៀតក៏រៀបចំកន្លែងតង់ខ្លះទៀតក៏ចង់រឹងដូចជាខ្ញុំអីជាដើមអញ្ចឹងណាបន្ទាប់ពីសម្រាប់បន្តិចហើយក៏យកចានយកឆ្នាំងយកទៅត្រាំដើម្បីរៀបចំដាំបាយទុកអញ្ចឹងណាហើយម្ហូបវិញគឺមិនតែដាក់ទៅទេយីរួមទៅធៀមរបស់ខ្ញុំនឹងឯងទៅបោះតង់កម្រដាក់ម្ហូបទៅដាក់តែអង្គដាក់តែគ្រឿងត្រូវទេបើថាតំបន់នឹងអាចរកអ្វីដែលជារបស់ធម្មជាតិបានគឺយើងដើររកដើម្បីធ្វើម្ហូបនឹងឯងបន្ទាប់ពីរៀបចំអីវ៉ាន់រួចអស់ហើយអញ្ចឹងវាលក្ខណៈស្អកស្អាប់អញ្ចឹងណាឥឡូវទៅងូតទឹកបន្តិចសិនដើម្បីឲ្យវាស្រស់ស្រាយបន្តិចវាថាស្អកស្អាប់វាអារម្មណ៍វាអត់សូវល្អអញ្ចឹងយកទៅងូតទឹកនិយាយថាទៅជាស្រួលទៅជានៅវីដេអូនេះអាចនឹងមិនសូវច្បាស់បន្តិចដោយសារតែខ្ញុំថតពេលយប់អញ្ចឹងណានៅពេលខ្ញុំងូតទឹកហ្នឹងឯងម៉ោង6ជាងទៅហើយអញ្ចឹងវាជួយលក្ខណៈព្រាលទៅហើយអញ្ចឹងថតមិនសូវច្បាស់ទេហើយទឹកក៏មើលទៅរាងខ្មៅដែរប៉ុន្តែបើយើងទៅមើលផ្ទាល់ទឹកគឺរាងថ្លាហើយរាងក្រហមអញ្ចឹងណាចាប់ពីនឹងហើយក៏ទៅរៀបចំតង់អញ្ចឹងណានិយាយទៅដាក់តង់ផងដាក់រឹងទៅផងទឹកក្តៅដេករឹងតែបើត្រជាក់រត់ចូលតង់វិញនៅវគ្គនេះមានសមាជិកថ្មីចូលរួមដែរបាទឥឡូវគាត់ដាក់ម្ហូបដាក់អីមកគាត់អត់ដែលដាច់ម្ហូបទេគាត់ដាក់ត្រីខយោសមានកាហ្វេយោសអីយកមកអញ្ចឹងទៅបានម្ហូបមកពេលផ្សេងទៀតទៅយកមកខ្លួនឯងហើយណាចំអិនខ្លួនឯងទៀតណាខាងនេះវិញមក2នាក់ទៀតមកឡើង8ហើយបានទៅមកដល់ស្មានតែមិនមកតាឃើញនៅនេះមើលទេសភាពស្អាតហ្នឹងផ្កាយឃើញផ្កាយនេះមើលឃើញផ្កាយតែខែលក្ខណៈមីរោភ្លៀងអញ្ចឹងណាលេខបាំងតិចតែមើលផ្កាយស្រស់ល្អពេលយប់នៅអូបូរ៉ូនេះម៉ោង7 8ហើយមិនតបានបាយទេទឹកនំគ្នាយកផ្កាយមកដាក់ហើយសម្រាប់នេះសុំខាងបងប្អូនសហគមន៍ទេដើម្បីយកមកដាក់ផ្កាយនេះប្រេនណាគេនេះវើយយកវាចាប់បានហើយកំពុងតែជីកស្មាច់នឹងឯងឃើញអានេះមួយវានៅលិចទឹកអញ្ចឹងណាក្នុងគ្នាលើកយកមកមើលខាងលោកមានត្រីមានអីយកធ្វើម្ហូបមិនមែនរបស់ថ្មីដែលគេទៅដាក់ទេគឺរបស់ចាស់ដែលគេទុកចោលនេះកំពុងតែចៅទុកនេសាទដាក់បកាយឥឡូវកណ្ដាលយប់អញ្ចឹងស្នំតែដាក់មកបត់អញ្ចឹងណាអីបត់អីគេចៅទុកនេសាទកណ្ដាលត្រៀតលើផ្ទៃចូលសាក្រោមពន្លឺច័ន្ទថ្លាបកាយរ៉ែដាក់បកាយរ៉ែតែគេនេះណាតើគេខាងនេះដល់ហើយគេខាងទៅឈប់ខ្លាំងយើងដែរទៅហើយបារមីសែនជ័យអេសានបុរៈជុំនឹងមើលស្មានទៅស្អីនេះកាត់យប់អូមើលចូលយឺចឹងធីមបោះតង់របស់យើងមានសមាជិកចំនួន5នាក់ពេលត្រឡប់មកពីដាក់បកាយវិញនឹងឯងបានពូសម្រាប់កែបមួយអត់មានលើកលែងទេសំគ្នាដើម្បីបានមហូបយប់នឹងតតែម៉ោង9 7 10អីបានបាយហូបបាយនោះញ៉ាំគ្មានឆ្អែតទេម្នាក់នោះព្រោះពេលមកដំបូងនឹងឯងមានតែគ្នា3នាក់ទេម៉ោង6 7ហើយគិតថាប្រហែលជាមិនមកទេអញ្ចឹងហើយក៏ដាំបាយបន្តិចទៅតែមានណាមកថែមឡើង2នាក់ទៀតមិនត្រឹមតែញ៉ាំបាយមិនឆ្អែតទេញ៉ាំបាយខ្លោចទៀតវាមិនដែរដាំបាយរួចហើយឡើងទុកស្មាច់ដើម្បីទៅដាក់បកាយទៅដល់ឡើងដាក់បកាយចិត្តអស់ហើយបើនឹកឃើញថាដាំបាយចេះបងហ៊ុននឹងរងមើលបាយតន់ក៏មិនខ្លោចខ្ទេចគ្មានបានញ៉ាំហើយនេះគឺជាបរិយាកាសនឹងសំឡេងនៅពេលយប់ហើយនឹងសំឡេងសត្វយំនៅតាមព្រៃបាច់ដេកបាច់ពួនទេនេះមកម៉ានេះមានដេកអីទេនេះមុខអើនេះឆ្មាត់នេះមើលម៉ោងហ្នឹងមើលម៉ោង1ជាងអត់មានដេកទេនេះស្មាត់ពួនដេញហ្នឹងហើយស្មាត់ពួនដេញមកពោះធំពោះអូយដេញទៅហៅអានៅនេះឃើញវាវាយក៏វាយអត់ងើបដែរហើយវាតាមទុកហ៎ចាទុកគេអត់ត្រេះមាញ់លប៉ុណ្ណានៃរត់ណាពេលទៅមួយខ្ញុំចាញ់បារមីខ្ញុំហ្នឹងទុកឲ្យត្រេកឌីកពួនអីទេមើលសំណាញ់មកអត់ទេពើមុខឲ្យហើយគ្មានណាដេកមានក្តីសុខទេនេះអត់ដល់ដាស់គេពីចោលយ៉ា
Good morning everyone. Hồi bật ai. Ôi đi chạy đi. Chạy mấy một ô lang trong không dục. យកមិញនឹងឯងមានអារម្មណ៍ថាហប់មែនតើតាអត់មានអ្នកណាដាក់ដង្ហាទៅមួយអញ្ចឹងហើយមានណាឌីអត់លក់ទាំងអស់ទៅគ្នានឹងឯងបានណាក្បែរព្រឹកបន្តិចនឹងឯងតិចនោះហើយបើណាគេចង់មកបោះតង់នៅខាង overall នឹងទេកុំភ្លេចដាក់ដង្ហាមកផងតាំងពេលព្រឹកមានអីក្រៅពីកាហ្វេយ៉ូសពេលព្រឹកបាទឈៀលពេលព្រឹកនៅអូបង្រងអារម្មណ៍មួយដែលសែនស្រស់ស្រាយមានពេលព្រឹកទោះបីដេកចាត់ក៏យើងស្រស់ស្រាយបានដែរឈៀលសម្រាប់ទីតាំងនៅកន្លែងនេះនៅពេលដែលយើងទៅបោះតង់យើងត្រូវការបង់លុយចូលរួមនៅក្នុងសហគមន៍ទាំងថ្លៃតង់ហើយនិងថ្លៃសន្តិសុខចាំងពេលព្រឹកយើងបានកាហ្វេយ៉ូសបាទឧបត្ថម្ភដោយបងហ៊ុនបាទអញ្ចឹងកោះមួយទៀតមើលខាងនោះបានបោះញ៉ាំអង្គុយញ៉ាំតែឯងនោះមើលទៅខាងនេះបានបោះផឹកតែឯងភ្ញាក់ឡើងនៅក្នុងព្រៃស្ដាប់សំឡេងធម្មជាតិសត្វយំសត្វបំពេនៅពេលព្រឹកអូញាក់សាច់ជាមួយនឹងបរិយាកាសបែបឈៀលពេលព្រឹកហើយនេះគឺជាបរិយាកាសនៅអូពងរងនៅពេលព្រឹកវាមានសភាពស្ងប់ស្ងាត់ត្រជាក់ចិត្តត្រជាក់ភ្នែកនិយាយពីអារម្មណ៍ពិតរបស់ខ្ញុំនៅពេលដែលបានទៅបោះតង់ក្នុងទស្សនវិជ្ជាបែបហ្នឹងធ្វើអារម្មណ៍របស់ខ្ញុំមិនសូវជាខ្វល់ខ្វាយច្រើនប្រហែលនោះទេវាធ្វើឲ្យអារម្មណ៍តានតឹងភាពស្មុគស្មាញនៅក្នុងចិត្តរបស់ខ្ញុំវាបានធូរស្រាលកប្រុកពេលព្រឹកបាក់កប្រុកអីទៅបាត់ឆ្មាំពោះមកដែរយកមិញបានពោះបានយកមិញស្ងោជ្រូកឥឡូវបាត់2 3ទៀតដែរ3ពោះទៀតឆាក្តៅវាស្ងោនេះនិយាយពីថាមកយប់នឹងវេទនាជាងគេគឺប្រូសាតែម្ដងពោះដេញផងឯណាធ្លាក់ទូរស័ព្ទចូលទឹកផងហើយដល់ពេលមកផ្ទះវិញនេះម៉ូតូធ្លាយម៉ូតូបែកកង់ទៀតនិយាយពីថាជីវិតនេះរោគរ៉ាក់សាហាវអញ្ចឹងបោះតង់ថ្ងៃនេះគឺចប់ប៉ុណ្្នឹងឯងហើយបងប្អូនទៅវិញកុំភ្លេចនំគ្នាប្រមូលសម្រាប់ដុតចោលផងបាទព្រោះថានៅកន្លែងហ្នឹងបើយើងចង់ឲ្យស្អាតតើយើងចូលរួមអស់គ្នាបាទឥឡូវពួកខ្ញុំរើសសម្រាប់ចោលដុតចោលអស់ហើយនេះចឹងពេលមកលេងហើយញ៉ាំរួចហើយកុំចោលសម្រាប់ពេលផ្ដាស់ណាប្រមូលដាក់កន្លែងដុតទៅហើយឬក៏ប្រមូលដាក់ធុងសម្រាប់ទៅណាបាទអរគុណច្រើនជម្រាបលា